ตัวเองได้ทำมีเรื่องไอ้การล่างไทยบันสลับตาเองจังเทียมก็ตั้งสเตะให้ในใจรีบรอบปรับเหตุการณ์อย่างอ้อได้บานการล่างจำปนเลี้ยงการไปยุบเม้งเอาเนี่ยพงบานสดับกลายปีการเรื่องนี้ลูกเมย์พุ่มให้หนึ่งเนี่ยพุ่มก็บานปรึกษาคณีดำใบรกดำหนอสายอดไอบันดอยเอาจังการล้างปะตอเตียเตเทียมหุ่ยคลุ้นมันประกอบทานเนี่ยพุ่มเตยเตียหุ่ยคลุ้นนูเตบรรทบมอเมย์พุ่มกับบานอันเชิงกรุขมอยมันเนี่ยเอามาเฟอร์ปิดที่สดมุ่นบันเด้งขมอยปรีใบซ่าจีบเซ็กขมอยปรีอันนั้นคือชาตะขมอยปรีพลังขมอยปรีเปรซองใบชกายขมอยหนังโดนจีใบชมาขมายเอาเจงปีพุ่มระบอกคล้วนโดยรีกไซใส่ม้าปอดจุ่มวิญพุ่มนูตายมาดองเหม็นวีจุ่มวิญจะเตะเตะคือจุ่มวิญพุ่มตายมาดองดำใบก็เอาใบไซดอกกายสายหายนี้อาจวอลตลอดโจพุ่มนี้วิ่งมาดองติดบานกลอยปีนูปันหมันชน้ำเรื่องเปรซองใบชกายโดนจีใบชมากับบานซาบโรลีปีพุ่มนูปอนใต้บานลิลือท้ามินเหตุการณ์การหลังโดยคนี้ในพุ่มดอกไตเตียบบานถ้าโจพุ่มเนี่ยบานจังต่อตีเลยมีนเตยตีเลยให้ผิดเฉินคือจีพุ่มสล็อกได้ในตามบันดาวจนเละเมกงมีนแต่เนี่ยพุ่มระบอเทียมเต้ได้เล่งบานจุบเปรซองให้หนึ่งโดนจีรูปนูปอนใต้ตั้งปีชนามนูมาตายแต่ลือปีดำนังเปรซองใบชกายโดนจีใบชมานุดาวตรัจอเตอบ่มพลายพุ่มสล็อกดอกไตเตียเตอจีเรื่อยจังเตอให้เรื่องนั้นก็การจุดดำนาต่อคณีนี่ใหญ่ต่อคณีเราคนมาดอเป็นปัจจุบันชนบอลខ្ញុំធ្លាប់តែលឺគេនិយាយពីបញ្ហាមួយនេះប៉ុន្តែអត់ដែលសិក្សាបានដោយខ្លួនឯងនោះទេអញ្ចឹងឯនោះខ្ញុំសរុបបញ្ហាទាំងអស់ដែលបានកើតឡើងនៅក្នុងព្រឹត្តិការណ៍បន្ទុះរោងចក្រនុយក្លេអ៊ែរ Chernobyl ដែលត្រូវបានគេរាប់ថាគឺជាការផ្ទុះរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិជូនអ្នកទាំងអស់គ្នាស្ដាប់កាពិតទៅនៅពេលដែលយើងសិក្សាពីរឿងពិភពលោកធំបែបនេះទើបធ្វើឲ្យយើងដឹងថារឿងរ៉ាវដ៏ធំបែបហ្នឹងគឺកាត់ចេញមកពីកំហុសដ៏ទូចមួយដែលគេមិនចាប់អារម្មណ៍តែប៉ុណ្ណោះតោះហៅកន្លែងអង្គុយស្រួលទៅទាញ popcorn មកអង្គុយស្ដាប់ទាំងអស់គ្នាបានទាំងសប្បាយបានទាំងចំណេះដឹងនៅថ្ងៃទី26ខែមេសាឆ្នាំ1986នៅម៉ោង 1:24 នាទីយប់នៅរោងចក្រថាមពលដ៏ធំបំផុតរបស់សហភាពសូវៀតពិភពលោកបានជួបប្រទះពីគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិដែលគេហៅថាឧបទ្ទវហេតុ Chernobylកំហុសនៅក្នុងការបើកប្រតិបត្តិការដំណើរការម៉ាស៊ីននិងភាពចន្លោះប្រហោងនៃការរចនាបថបាននាំទៅរកអស្ថិរភាពនៃម៉ាស៊ីន reactor ទី4ដែលនៅទីបំផុតវាក៏បានផ្ទុះឡើង boom ដោយបញ្ចេញសារធាតុវិទ្យុសកម្មយ៉ាងច្រើនដែលយើងមិនអាចនឹកស្មានដល់បើប្រៀបធៀបទៅនឹងគ្រាប់បែកនុយក្លេអ៊ែរដែលសហរដ្ឋអាមេរិកបានទម្លាក់ទៅលើប្រទេសជប៉ុននៅក្នុងសង្គ្រាមលោកលើកទី2គឺខ្លាំងជាងរហូតដល់ទៅជាង400ដងឯណោះអ្នកទាំងអស់គ្នាការផ្ទុះមួយនេះបានបំផ្លាញជីវិតមនុស្សសត្វនិងរុក្ខជាតិទូទាំងទីក្រុងមួយនោះត្រឹមតែមួយពព្រិចភ្នែកហើយក៏បានប្រែក្លាយ Chernobyl ពីទីក្រុងមួយដែលពោពេញទៅដោយស្នាមញញឹមរបស់ប្រជាជនមនុស្សក្មេងចាស់ប្រុសស្រីទៅជាទីក្រុងមួយដែលគេហៅថាទីក្រុងខ្មោចហើយអ្នកវិទ្យាសាស្ត្របានគណនាថារហូតដល់ទៅជាង 20,000 ឆ្នាំក្រោយទើបមនុស្សអាចត្រឡប់ទៅរស់នៅទីក្រុងនោះបានដោយសុខសុវត្ថិភាពវិញប៉ុន្តែមុនពេលដែលយើងចូលទៅដល់ស៊ីជម្រៅនៅក្នុងយុគកាលហេតុខ្ញុំចង់ឲ្យបងប្អូនស្វែងយល់បន្ថែមពីសារៈសំខាន់របស់ទីក្រុង Chernobyl របៀបដែលរោងចក្រថាមពលនុយក្លេអ៊ែរដំណើរការហើយនឹងសំខាន់បំផុតនោះគឺភាពតានតឹងដ៏ខ្លាំងក្លានៃសង្គ្រាមត្រជាក់រវាងមហាអំណាចលទ្ធិសេរីរបស់សហរដ្ឋអាមេរិកនិងមហាអំណាចលទ្ធិកុម្មុយនីសសហភាពសូវៀតដែលតែងតែបង្ហាញចង្កូមដាក់គ្នាដែលជាកត្តាធំនៅពីក្រោយគ្រោះមហន្តរាយមួយនេះសរុបរួមមកបងប្អូនស្ដាប់ដល់ចប់បើអត់យល់ពីចំណុចមួយនេះទេស្មើនឹងអត់យល់មុនពេលដែលរោងចក្រថាមពលនុយក្លេអ៊ែរមួយនេះคล้ายទៅជាតំបន់នៃសោកនាដកម្មទីក្រុង Chernobyl គឺជាផ្នែកមួយដ៏រីកចម្រើនបំផុតនៃកម្មវិធីអភិវឌ្ឍថាមពលនុយក្លេអ៊ែររបស់សហភាពសូវៀតដោយមានទីតាំងនៅភាគខាងជើងនៃប្រទេសអ៊ុយក្រែន Chernobyl មិនត្រឹមតែជារោងចក្រថាមពលធម្មតាតែប៉ុណ្ណោះទេអ្នកទាំងអស់គ្នាតែវាជាតំបន់តំណាងនៃភាពជឿនលឿននៃបច្ចេកវិទ្យារបស់សូវៀតដើម្បីឲ្យប្រទេសដទៃទៀតនៅលើโลกបានឃើញជាពិសេសនឹងគឺអួតបង្ហាញទៅកាន់សហរដ្ឋអាមេរិកដែលជាដៃគូប្រកួតប្រជែងដ៏ធំរបស់ខ្លួនតែម្ដងនេះគួរបញ្ជាក់ថាទោះបីជាស្ថានភាពក្រោយសង្គ្រាមលោកលើកទី2មានភាពធូរស្រាលក៏ពិតមែនតែនៅក្នុងសង្គ្រាមត្រជាក់មហាអំណាចមនោគមវិជ្ជាសេរីហើយនិងកុម្មុយនីសដែលតំណាងឲ្យសហរដ្ឋអាមេរិកនិងសហភាពសូវៀតតែងតែសង្គ្រឹះធ្មេញដាក់គ្នាពោលគឺឆ្លុះគ្នាដោយប្រយោលដោយការប្រកួតប្រជែងផ្នែកមនោគមវិជ្ជាសេដ្ឋកិច្ចការអភិវឌ្ឍគ្រឿងសព្វាវុធនិងបច្ចេកវិទ្យាដោយហេតុនេះហើយបច្ចេកវិទ្យានៃរោងចក្រថាមពលនុយក្លេអ៊ែរមួយនេះ
នេះបានធ្វើឲ្យទីក្រុង Chernobyl ប្រៀបបានដូចជាទីក្រុងពេជ្រមួយរបស់សហភាពសូវៀតអញ្ចឹងនៅពេលនោះទីក្រុង Pripyat ដែលមានទីតាំងនៅជាប់ទីក្រុង Chernobyl មានប្រជាជនរស់នៅប្រមាណជិត 50,000 នាក់ដែលភាគច្រើនគឺជាកម្មករមកពីរោងចក្រ Chernobyl និងក្រុមគ្រួសាររបស់ពួកគេនៅទីក្រុងមួយនោះមានសាលារៀនមន្ទីរពេទ្យសួនកម្សាន្តនិងអ្វីៗគ្រប់យ៉ាងទាំងអស់ដែលនេះឆ្លុះបញ្ចាំងពីភាពរីកចម្រើននិងភាពរុងរឿងរបស់សហភាពសូវៀតនៅពេលនោះប៉ុន្តែនៅពីក្រោយភាពស្វិតស្វាញនៃការប្រណាំងប្រជែងផ្នែកបច្ចេកវិទ្យានេះបានធ្វើឲ្យសហភាពសូវៀតហ៊ានប្រថុយប្រឋានខ្លាំងពេកព្រោះចង់ឈ្នះអញ្ចឹងបងប្អូនដែលនាំឲ្យកើតសោកនាដកម្មដល់ព្រៃផ្សៃដល់ប្រជាពលរដ្ឋខ្លួននិងធ្វើអឺរ៉ុបទាំងមូលតែម្ដងលំបាកខ្លួនឯងមកជុំទេងុំនឹងគឺធ្វើបាបគេបាបឯងប៉ាត់ណាប៉ាត់ណីតែម្ដងតើរោងចក្រថាមពលនុយក្លេអ៊ែរដំណើរការបានដោយរបៀបណារោងចក្រ Chernobyl មានរចនាបថ reactor បែប RBMK ដែលត្រូវបានគេរចនាឡើងដើម្បីផលិតទាំងថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់និងផ្លាតូនីញ៉ូមសម្រាប់អាវុធ reactor ប្រភេទនេះបានប្រើប្រាស់ក្រាហ្វិកដែលជាទម្រង់មួយរបស់កាបូនសម្រាប់សម្របសម្រួលនៅត្រង់និងប្រើប្រាស់ប្រព័ន្ធទឹកសម្រាប់បញ្ចុះកម្ដៅម៉ាស៊ីនទៀតផងដើម្បីគ្រប់គ្រងប្រតិកម្មនុយក្លេអ៊ែរនៅក្នុង reactor គេប្រើប្រាស់ឧបករណ៍ម្យ៉ាងមានឈ្មោះថា control rod ពោលគឺនៅក្នុងស្នូលនៃ reactor ទី4មាន control rod ចំនួន211ដែលនៅពេលដែលគេដោត control rod ចូលទៅក្នុងស្នូល reactor វានឹងធ្វើឲ្យការធ្វើប្រតិកម្មនុយក្លេអ៊ែរមានការធ្លាក់ចុះហើយនៅពេលដែលគេដកវាចេញពីស្នូលវិញការធ្វើប្រតិកម្មនុយក្លេអ៊ែរនឹងមានការកើនឡើងច្រើនជាងមុនអ្នកទាំងអស់គ្នាការប្រណាំងប្រជែងនៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរមិនគ្រាន់តែជាការអភិវឌ្ឍអាវុធនិងការផលិតថាមពលតែប៉ុណ្ណោះទេបងប្អូនតែវាគឺជាការបង្ហាញពីកិត្យានុភាពរបស់មហាអំណាចនីមួយៗហើយរោងចក្រនុយក្លេអ៊ែរ Chernobyl នេះត្រូវបានគេសន្មតថាគឺជារោងចក្រថាមពលនុយក្លេអ៊ែរមួយដ៏មានថាមពលខ្លាំងបំផុតរបស់សហភាពសូវៀតនៅពេលនោះក្រោមការរចនាបថ reactor mode RBMK វាបានភ្ជាប់ជាមួយនឹងសក្តានុពលដ៏ខ្លាំងក្លាតែវាមានគុណវិបត្តិដ៏គ្រោះថ្នាក់ដូចគ្នាជាទូទៅការដកនិងដោត control rod ត្រូវបានគេត្រួតពិនិត្យយ៉ាងដិតដល់ដើម្បីធានានូវសុវត្ថិភាពនៅគ្រប់ពេលទាំងអស់យ៉ាងតិចណាស់មាន control rod ចំនួន15ទៅ30ត្រូវដោតចូលស៊ុបទៅក្នុងស្នូលរបស់ reactor តែនៅពេលដែលយប់កើតហេតុនោះមាន control rod ចំនួន6ទៅ8តែប៉ុណ្ណោះដែលត្រូវបានគេដោតស៊ុបចូលទៅក្នុងស្នូលដែលនេះធ្វើឲ្យកម្រិតប្រតិកម្មនុយក្លេអ៊ែរឡើងខ្ពស់ខ្លាំងនិងគ្មានស្ថិរភាពនោះទេនៅថ្ងៃទី25ខែមេសាឆ្នាំ1986គឺជាថ្ងៃដែលកំណត់នៅក្នុងការធ្វើតេស្តសុវត្ថិភាពជាប្រចាំនៃ reactor ទី4ដោយសារតែនៅពេលដំណើរការម៉ាស៊ីន reactor មានសភាពក្តៅខ្លាំងហេតុនេះហើយការធ្វើតេស្តនេះគឺមានគោលបំណងនៅក្នុងការធានាថានៅក្នុងករណីដាច់ចរន្តអគ្គិសនីម៉ាស៊ីន reactor អាចបន្តដំណើរការបានដោយសុវត្ថិភាពដោយគ្មានប្រព័ន្ធទឹកត្រជាក់នៅក្នុងរយៈពេលបណ្ដោះអាសន្នរហូតចាំដល់ម៉ាស៊ីនភ្លើងបំរុងអាចដំណើរការវិញនិងផ្គត់ផ្គង់ដល់ប្រព័ន្ធទឹកត្រជាក់វិញបានដែលវាត្រូវការចន្លោះពេលរវាង60ទៅ75វិនាទីបងប្អូនគូបញ្ជាក់ថាការធ្វើតេស្តនេះត្រូវបានគេកំណត់ថានឹងត្រូវធ្វើឡើងនៅក្នុងអំឡុងពេលវេនរសៀលជាមួយនឹងអ្នកគ្រប់គ្រងដែលមានបទពិសោធន៍ខ្ពស់តែដោយសារតែមានបញ្ហាមួយចំនួនគេក៏បានពន្យាពេលការធ្វើតេស្តនេះទៅវេនយប់វិញដែលមានក្រុមការងារមិនសូវមានបទពិសោធន៍នៅក្នុងការធ្វើតេស្តនោះទេនិងជាពិសេសពួកគេមិនបានដឹងពីស្ថានភាពរបស់ reactor ទី4ឲ្យបានគ្រប់ជ្រុងជ្រោយនោះឡើយបងប្អូនត្រូវដឹងថានេះគឺជាការធ្វើតេស្តប្រចាំឆ្នាំរបស់ពួកគេហើយនៅឆ្នាំមុនណាពួកគេមិនដែលធ្វើតេស្តនេះបានជោគជ័យនោះឡើយប៉ុន្តែក៏មិនដែលបង្កើតជាបញ្ហាអ្វីធ្ងន់ធ្ងរនោះដែររហូតដល់ការធ្វើតេស្តចុងក្រោយមួយនេះតែម្ដងដែលកម្រិតថាមពលដែលត្រូវបានកំណត់ឲ្យដំណើរការសម្រាប់ reactor ទី4នៅក្នុងពេលធ្វើតេស្តគឺ700 មេហ្គាវ៉ាត់ដោយសារតែកំហុសបច្ចេកទេសរបស់ក្រុមការងារនិងកំហុសរចនាបថនៃ mode reactor RBMK បានធ្វើឲ្យកម្រិតថាមពលធ្លាក់ចុះរហូតដល់ទៅ30 មេហ្គាវ៉ាត់ឯណោះដែលនេះមិនត្រឹមតែមិនត្រូវស្តង់ដារក្នុងការធ្វើតេស្តតែប៉ុណ្ណោះទេបងប្អូនប៉ុន្តែវាគ្រោះថ្នាក់ខ្លាំងមែនទែនសម្រាប់ការងារមួយនេះហេតុនេះឯងដែលក្រុមការងារខ្វះបច្ចេកទេសខ្វះបទពិសោធន៍នៅវេនយប់នោះក៏សម្រេចចិត្តដក control rod ចំនួនច្រើនជាង150ឯណោះនៅក្នុងពេលតែមួយតែម្ដងបងប្អូនដែលការដកឬក៏ដោត control rod ចំនួនច្រើនដងនៅក្នុងពេលតែមួយបែបហ្នឹងនឹងធ្វើឲ្យប្រតិកម្មនៃថាមពលនុយក្លេអ៊ែរឡើងខ្ពស់ឬក៏ចុះទាបខ្លាំងនៅក្នុងរយៈពេលដ៏ខ្លីដែលវាមានគ្រោះថ្នាក់ខ្លាំងបំផុតហើយនៅពេលនោះឯងដែលក្រុមការងារមានសភាពភ័យស្លន់ស្លោរត់ខ្វែងដៃខ្វែងជើងហើយក៏សម្រេចចិត្តចុចប៊ូតុងប្រកាសអាសន្ន Emergency AZ5 នៅពេលនោះតែម្ដងហើយចាប់ពីវិនាទីនេះទៅសូមបងប្អូនតាមឲ្យទាន់ព្រោះថានៅក្នុងយប់មួយនេះពី1វិនាទីទៅ1វិនាទីសំខាន់ខ្លាំងបំផុតដែលជាកត្តានាំទៅរកគ្រោះមហន្តរាយនុយក្លេអ៊ែរធំបំផុតរបស់ប្រវត្តិសាស្ត្រមនុស្សជាតិ
នៅម៉ោង 1:23 នាទីនិង 40 វិនាទីយប់ថ្ងៃទី 26 ខែមេសាឆ្នាំ 1986 ប៊ូតុង AZ5 ត្រូវបានគេចុចនៅក្នុងគោលបំណងដើម្បីបញ្ឈប់ដំណើរការប្រតិកម្មម៉ាស៊ីន reactor ដោយសារតែការដោត control rod 211ទាំងអស់ចូលទៅក្នុង snow របស់ reactor តែដោយសារតែចន្លោះប្រហោងនៃ model RBMK នៅពេលដែលដោត control rod ចូលទៅក្នុង snow reactor ការធ្វើប្រតិកម្មនឹងកើនឡើងមួយសន្ទុះសិនមុននឹងវាអាចបញ្ឈប់ដំណើរការប្រតិកម្មទៅវិញបានហើយនោះមិនមែនជាការដោត control rod 1 ឬ 2 នោះទេតែវាគឺជាការដោតទាំងអស់តែម្ដងអញ្ចឹងហើយបងប្អូនអាចស្រមៃបានថាថាមពលដែលវាត្រៀមនឹងបុកឡើងនោះវាខ្លាំងកម្រិតណាហើយនេះគឺជាអ្វីដែលបានកើតឡើងនៅប៉ុន្មានវិនាទីដ៏សំខាន់មុននឹងមានការផ្ទុះកើតឡើងនៅម៉ោង 1:23 និង 40 នាទីយប់ប៊ូតុងប្រកាសអាសន្ន AZ5 ត្រូវបានគេចុចនៅម៉ោង 1:23 នាទីនិង 43 វិនាទីប៊ូតុងប្រកាសអាសន្នបានដោត control rod ទាំងអស់ចូលទៅក្នុងពេលតែមួយបណ្ដាឲ្យប្រតិកម្មកើនឡើងភ្លាមៗដែលធ្វើឲ្យថាមពល nuclear របស់ម៉ាស៊ីន reactor កើនឡើងខ្ពស់មិនអាចគ្រប់គ្រងបាននៅម៉ោង 1:23 នាទីនិង 44 វិនាទីកម្រិតថាមពលរបស់ reactor ក៏បានហក់ឡើងរហូតដល់ទៅជាង100ដងនៃសមត្ថភាពស្តង់ដារជាក់ស្ដែងរបស់វាកម្ដៅដែលចេញពីការធ្វើប្រតិកម្មមួយនេះបានបណ្ដាឲ្យប្រព័ន្ធទឹកត្រជាក់សម្រាប់ reactor ឡើងពុះយ៉ាងលឿនបង្កើតជាការផ្ទុះចំហាយទឹកដ៏ធំនៅពេលនោះនៅម៉ោង 1:23 នាទីនិង 45 វិនាទីការផ្ទុះនៃចំហាយទឹកបានបន្ទុះគម្រប reactor ទី 4 ដែលមានទម្ងន់ប្រមាណជាង1000 តោនគឺធ្ងន់ស្មើនឹងដំរីទ្វីបអាហ្វ្រិកចំនួន200ក្បាលឯណោះដែលការផ្ទុះនេះបានបញ្ចេញកំទេចកំទីសារធាតុវិទ្យុសកម្មនៅពីពេញនៅក្នុងបរិយាកាសម៉ោង 1:24 នាទីការផ្ទុះដ៏ខ្លាំងមួយទៀតបានកើតឡើងដោយការផ្ទុះនេះមានសភាពខ្លាំងជាងមុនទៅទៀតដោយសារវាផ្ទុះចេញមកពីស្នូលនៃ reactor ដោយបញ្ចេញសារធាតុវិទ្យុសកម្មដ៏មហិមាមិនត្រឹមតែជុំវិញតំបន់រោងចក្រនុយក្លេអ៊ែរនោះប៉ុណ្ណោះទេក៏ប៉ុន្តែវាបានសាយភាយបំពុលពេញបរិយាកាសបាត់ទៅហើយនេះមិនមែនត្រឹមតែសាយភាយនៅក្នុងទីក្រុង Chernobyl នៃសហភាពសូវៀតតែប៉ុណ្ណោះទេតែវាត្រូវបានសាយភាយពីពេញទ្វីបអឺរ៉ុបទាំងមូលតែម្ដងបងប្អូនតិចឬច្រើនអាស្រ័យទៅចម្ងាយរវាងប្រទេសទាំងអស់នោះមកកាន់ទីក្រុង Chernobyl ដែលការលេចធ្លាយសារធាតុវិទ្យុសកម្មនេះមានកម្រិត400ដងច្រើនជាងបន្ទុកគ្រាប់បែកដែលសហរដ្ឋអាមេរិកបានទម្លាក់ទៅលើប្រទេសជប៉ុននៅក្នុងសង្គ្រាមលោកលើកទី2ទៅទៀតសំខាន់ណាស់ដំបូងឡើយសហភាពសូវៀតបានព្យាយាមទប់ស្កាត់ព័ត៌មានគ្រោះមហន្តរាយមួយនេះដោយការកាត់ផ្ដាច់មធ្យោបាយទំនាក់ទំនងនិងបិទបាំងពីទំហំនៃការខូចខាតពិតប្រាកដទៅកាន់មហាជនក៏ដូចជាពិភពលោកទៀតផងអ្នកទាំងអស់គ្នាសាហាវខ្លាំងមែនទែនតែការបិទបាំងមួយនេះមិនត្រឹមតែជួយកែប្រែស្ថានភាពទេបែរទៅជាផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ពិភពលោកជាពិសេសទ្វីបអឺរ៉ុបទាំងមូលហើយនិងប្រជាពលរដ្ឋនៅក្នុងតំបន់នោះតែម្ដងក្រោយការផ្ទុះភ្លាមប្រជាជនក៏ចាប់ផ្ដើមទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយអ្នកខ្លះក្អួតចង្អោរអ្នកខ្លះក៏សន្លប់ជាបន្តបន្ទាប់ពី24ម៉ោងក្រោយរដ្ឋាភិបាលសូវៀតក៏បានជម្លៀសប្រជាជនចេញពីទីក្រុងព្រៀបយ៉ាប់ទាំងអស់ប្រែក្លាយទីក្រុងនោះពីទីក្រុងមួយដែលធ្លាប់តែមានមនុស្សរស់នៅយ៉ាងសប្បាយរីករាយទៅជាទីក្រុងមួយដ៏ស្ងាត់ជ្រងំសភាពដូចជាទីក្រុងខ្មោចមនុស្សរាប់ម៉ឺននាក់ត្រូវបានចាក់ចេញពីផ្ទះសម្បែងចាក់ចោលទ្រព្យសម្បត្តិនិងជីវិតដ៏សុខសេមក្សារបស់ពួកគេដោយមិនមានថ្ងៃវិលត្រឡប់នោះទេអ្នកវិទ្យាសាស្ត្របានគណនាថារហូតដល់ទៅ 20,000 ឆ្នាំក្រោយទើបមនុស្សអាចត្រឡប់ទៅរស់នៅទីក្រុងនោះបានដោយសុខសុវត្ថិភាពវិញក្រោយការផ្ទុះនិងការបញ្ចេញសារធាតុវិទ្យុសកម្មភ្លាមនោះវាបានសម្លាប់កម្មកររោងចក្រចំនួន2នាក់ហើយនៅក្នុងរយៈពេលប្រមាណសប្តាហ៍ក្រោយមកក្រុមអ្នកសង្គ្រោះបន្ទាន់ក្រុមអ្នកពន្លត់អគ្គិភ័យនិងកម្មកររោងចក្រចំនួន28នាក់ទៀតបានស្លាប់ជាបន្តបន្ទាប់ដោយសារតែគ្រឿងក្នុងរបស់ពួកគេត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរព្រោះនៅក្នុងអំឡុងពេលដែលពួកគេចូលទៅសង្គ្រោះនៅកន្លែងកើតហេតុពួកគេមិនបានយល់ដឹងពីផលប៉ះពាល់របស់សារធាតុវិទ្យុសកម្មឡើយនេះហើយដែលធ្វើឲ្យពួកគេចុះទៅធ្វើការដោយពួកគេពាក់ត្រឹមតែសម្លៀកបំពាក់អ្នកពន្លត់អគ្គិភ័យធម្មតាតែប៉ុណ្ណោះគ្មានខោអាវឧបករណ៍អ្វីសម្រាប់ការពារទាំងអស់តែម្ដងអ្នកទាំងអស់គ្នាហើយបន្ទាប់មកក៏មានករណីមនុស្សរាប់ពាន់រាប់ម៉ឺននាក់ទៀតបានស្លាប់ជាបន្តបន្ទាប់ដោយសារតែជំងឺមហារីកក្រពេញទីរ៉ូអ៊ីតនិងបញ្ហាសុខភាពផ្សេងទៀតដែលបង្កឡើងពីផលប៉ះពាល់របស់វិទ្យុសកម្មការលេចធ្លាយសារធាតុវិទ្យុសកម្មនេះបានបំពុលដីទឹកនិងខ្យល់អាកាសដែលនាំឲ្យមានផលប៉ះពាល់បរិស្ថានជុំវិញនោះហើយក៏បានកែប្រែទីក្រុងមួយដ៏សម្បូរបែបទៅជាកន្លែងដែលមិនអាចរស់នៅបានចឹងបងប្អូនចំណែកឯសត្វដែលរស់នៅតំបន់នោះវិញគឺស្លាប់ពីទឹក
ពីដីតែម្ដងខ្លះទៀតគឺបំលែងរូបបំលែងរាងគេសង្កេតឃើញថាមានសត្វមួយចំនួនខូចទ្រង់ទ្រាយខូចមុខខូចមាត់គួរអានឹកខ្លាំងមែនតែម្ដងនិយាយរួមទៅឧបទ្ទវហេតុរោងចក្រនុយក្លេអ៊ែរនេះអាចកាត់ឡើងបានដោយសារតែកត្តានិងកំហុសជាច្រើនដែលគិតចាប់តាំងពីការធ្វើប្រហែសនៃក្រុមការងារវេនយប់នៅថ្ងៃកាត់ហេតុនោះចន្លោះប្រហោងនៃរចនាបថ reactor ការប្រគល់ប្រជែងគ្នានៃសង្គ្រាមត្រជាក់ដែលនាំឲ្យសហភាពសូវៀតព្យាយាមអភិវឌ្ឍបច្ចេកទេសរបស់ខ្លួននឹងដែលពេលខ្លះមិនបានគិតគូរដល់កត្តាសុវត្ថិភាពនិងហានិភ័យដែលជាអ្វីដែលខ្លួនបានផលិតនិងអភិវឌ្ឍនោះឡើយនឹងហើយបងប្អូនអត្ថបទនេះគឺខ្ញុំប្រើប្រាស់រយៈពេល7 ខែក្នុងការសរសេរនិងរៀបតាក់តែងឡើងហើយមានធីមការងារគឺគាត់ជួយខ្ញុំច្រើនមែនទែននៅក្នុងរយៈពេលមួយនេះដោយបងប្អូនដឹងស្រាប់ចឹងថាខ្ញុំបានជួបអ្វីខ្លះសង្ឃឹមថាបងប្អូននឹងចូលចិត្តហើយនឹងតាមដាននៅគ្រប់អត្ថបទនិងវីដេអូរបស់ខ្ញុំហើយក៏អរគុណដែលជួយគាំទ្រកន្លងមកកុំភ្លេចជួយ like ជួយ share សម្រាប់វីដេអូនេះផងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តហើយនឹងគាំទ្រចង់ឲ្យអ្នកដទៃបានឃើញពីវីដេអូ clip នៃការចែករំលែកចំណេះដឹងបែបហ្នឹងក៏ជាកម្លាំងចិត្តជំរុញឲ្យខ្ញុំធ្វើវីដេអូបែបហ្នឹងបន្តទៀតអញ្ចឹងណា